Hello everyone. Today I want to show you how to grow avocado. You can grow anywhere that you have enough land for grow. This is the avocado that I will grow it. សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបដាំប័រដែលការដាំប័រហ្នឹងយើងអាចដាំបានស្ទើរតែនៅគ្រប់កន្លែងទាំងអស់ទោះបីវាមានសីតុណ្ហភាពក្តៅក៏ដោយអ្វីកត្តាសំខាន់ដែលវាត្រូវតែមានសម្រាប់ដំណាំជាទូទៅទីមួយគឺទឹកបើសិនជាយើងអត់មានទឹកគ្រប់គ្រាន់ទេទោះបីយើងដាំដំណាំអីនៅលើដីក្រហមដីដែលមានជីវជាតិយ៉ាងណាក៏វាមិនប្រកបថារស់ដែរកត្តាទី2គឺជីពេលដែលដាំយើងស្រោចទឹកបើយើងស្រោចតែទឹកទៅទេវាខ្វះជីវជាតិអញ្ចឹងវាមិនអាចធ្វើឲ្យដំណាំណាមួយដែលយើងដាំហ្នឹងវាបានផលល្អទេដូច្នេះថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការដាំប័រដែលត្រឹមត្រូវដើម្បីឲ្យបានផលមិនមែនដាំទៅអ្នកខ្លះថាខ្ញុំដាំដល់តែ4-10ឆ្នាំនៅតែមិនផ្លែតែមូលហេតុអីអានេះគឺជាបញ្ហាដែលមនុស្សមួយចំនួនបានជួបប្រទះហើយជាពិសេសអ្នកដែលបានដាំមួយដើមឬក៏ពីរដើមពេលណាដែលគាត់ដាំទៅឃើញថាអត់ផ្លែគាត់មានអារម្មណ៍រៀងចាលថាអូខេចុះដាំអីព្រោះដាំវាអត់ផ្លែខ្ញុំសូមបង្ហាញថាហេតុអីបានជាអត់ផ្លែហើយអ្វីដែលយើងគួរតែដាំI speak in English sometimes because maybe some people they don't know my language, so I explain English and French sometimes. Okay. Today I want to show you how to grow avocado. That is a good craft, high quality, and good commercial in the international market. The avocado. We have many types of avocado, but I want to recommend you few of avocado that is very good for grow. One is Hass avocado, second is Lam Hass, third is Gem Hass, fourth is Pinkerton. This fourth avocado is a good flavor avocado. It's not bitter, it's not so bad quality. It can keep long period when it is ripened. ខ្ញុំចង់បង្ហាញថាយើងមានប័រជាច្រើនពូជដូចជា Hass avocado, ប័រ Hass, Lam Hass, Gem Hass ឬក៏ Pinkerton ជាដើមវាមានពូជជាច្រើនទៀតដូចជា Boot 7, Four Seasons and 034 is also avocado that is grow in some area like in Vietnam. លើពីនេះខ្ញុំចង់បង្ហាញអំពីតើយើងគួរដាំប័រប្រភេទយ៉ាងម៉េចយើងគួរតែដាំបន្តពីគ្រាប់ឬក៏ដាំប័រតមែន We have two options that we have to grow the avocado. One is grafted avocado, second is seedling avocado. That it has phenomenal difference between these two variety, these two kind of growing. One is this one. I want to show you. This is grafted avocado. This is the rootstock. The rootstock normally we grow it from the seed. After it grow around 3 or 6 months, it will get tall around half meter, and then we can grab it. How we will grab it? We grab it by using the other trunk of the old avocado that it is produced the fruit already. Here is the left. Is the left between the rootstock and the graft trunk. The rootstock it doesn't care any kind of avocado. Normally it is a kind of avocado that can survive well
in bad area. It has good rootstock that can absorb the vitamin from the soil, absorb the water. So we keep it as the rootstock, and then we bring other types of avocado like Pinkerton, lamb hash, gem hash, or hash avocado. The trunk, we take one of it, and then we connect it with the rootstock. I will show you other video how to connect, how to graft it. Okay, this is avocado, grafted avocado that I recommend you. You have to grow this kind of avocado. នេះគឺជា avocado ដែលយើងកាត់តមែកខ្ញុំសូមណែនាំថាអ្នកនរគ្នាគួរតែដាំបឺដែលកាត់តមែកពីព្រោះអីបឺដែលកាត់តមែកគឺវាឆាប់បានផលហើយជាពូជដែលសុទ្ធល្អមិនដូចជាបឺដែលយើងដាំពីគ្រាប់នោះទេនេះជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាបឺកាត់តមែកវាចំណាយពេលតែ2ឬក៏2ឆ្នាំកន្លះទេបើយើងថែទាំបានល្អវានឹងចេញជាផ្លែផ្កាប៉ុន្តែចំពោះបឺដែលបន្តដុះពីគ្រាប់វាអាចចំណាយពេលរហូតដល់6-7ឆ្នាំឬក៏10ឆ្នាំឬក៏លើនឹងឬក៏អាចអត់ផ្លែតែម្ដងនេះជាការកំហុសឆ្គងបើសិនជាយើងសម្រេចចិត្តដាំបឺដែលបណ្ដុះពីគ្រាប់ស្ដាប់ឲ្យបានបឺបណ្ដុះពីគ្រាប់វាអាចនឹងអត់ផ្លែហើយបើវាផ្លែក៏វាត្រូវការចំណាយពេលយូរដែរអាចទៅ10ឆ្នាំឡើងមានអ្នកខ្លះរហូតដល់កាប់ដើមចោលអូខេអញ្ចឹងការដាំពីគ្រាប់គឺមិនគួរដាំសល់ឡើយព្រោះវាអាចនឹងអត់ផ្លែខ្ញុំមិនមែនចេះតែថាទេនេះខុសតាំងនេះអាចស្រាវជ្រាវបាននៅតាម website មួយចំនួនដែលនិយាយពីការដាំបឺអាចទៅមើលបាននៅ California avocado ដែលគេបញ្យល់យ៉ាងច្រើនអំពីការដាំបឺអញ្ចឹងហើយខ្ញុំសូមបង្ហាញថានេះជាភស្តុតាងរបស់ខ្ញុំអាចឲ្យអ្នកនរគ្នាទៅមើលបានអូខេអញ្ចឹងហើយការដាំបឺដែលកាត់តមែកគឺល្អបំផុតសម្រាប់យើងអ្នកគ្នាយើងគួរតែទិញនៅកន្លែងដែលមានលក់កូនកាត់តមែកហើយរបៀបដាំមិនជាពិបាកទេបាត់សិនបាត់ទេចឹង